ចាឥឡូវសួស្ដីកូនៗយើងជួបគ្នាជាមួយពិសោធន៍ដដែលគឺ Build a Molecule តែយើងចូលទៅផ្នែកទី3គឺ Playground ក្នុង Playground នេះគឺអត់មានតម្រូវឲ្យយើងធ្វើ Molecule តាមគេទេតែយើងអាចបង្កើត Molecule លើខ្លួនឯងចាអញ្ចឹងយើងមើលមាន Hydrogen មាន Oxygen មាន Carbon មាន Nitrogen មានអឺ Chlorua ក៏យើងអាចបង្កើតបានជា Molecule អីខ្លះយើងសាកល្បងទៅដោយសារមុនយើងចេះបង្កើត Hydrogen អញ្ចឹងសាកបង្កើត Hydrogen ចាបង្កើតទឹកបង្កើតឲ្យអស់ molecule យើងស្គាល់ molecule ធាតុកាបូនឌីអុកស៊ីតនេះអញ្ចឹងវាអាស្រ័យនឹងយើងចេះថាយើងធ្លាប់ស្គាល់ molecule អីខ្លះដែរCH4 ចាយើងបង្កើតមកហើយយើងអាចចុចទម្រង់មើល CD ដូចមុនដែរតែនេះគេអត់តម្រូវឲ្យយើងធ្វើជា molecule អីតាមចិត្តយើងទេយើងធ្វើតាមចិត្តអត់តាមបាក់អីទេណានេះ molecule ខ្លរ molecule N នេះ N53 ចាសារមុនយើងដឹងថាមានអីខ្លះយើងបង្កើតស្តៀងតាមមុននឹងមកទៅចាអញ្ចឹងនៅសល់ molecule ប៉ុណ្នេះហើយយើងចុចមើលទម្រង់ molecule ចុចមើលទម្រង់វាចេញមកចុចមកមើលសម្ព័ន្ធចាអញ្ចឹងនៅក្នុងផ្នែកនេះអត់មានអីទេគឺយើងអាចធ្វើ molecule តាមប្រភេទអាតូមដែលគេឲ្យមកយើងចង់បានយើងធ្វើនឹងមក NO2 N មក O2 សាកទៅហើយចុចមើលទម្រង់វាមើលមានទេចានេះមានសម្ព័ន្ធ2ជាន់2ចា N នៅកណ្ដាល O នៅសងខាងចុចមកមើលទៀតចង់បង្កើត molecule អីទៀត N N2 O3 អត់មានមានតែ O2 អាចបង្កើត NO2 អាចបង្កើត NH3 ចាចឹងយើងចាំដោះស្រាយលំហាត់ពេលនេះគ្រូដាក់លំហាត់ទៅខ្លួនឯងមើលទៅតាមនឹងទៅតាមអ្នកគ្រូចង់បានអីហើយធ្វើវាទៅតាមនឹងយើងចុចទៅមុខទៀតយើងបានច្រើននេះមាន molecule ច្រើនចឹងយើងនឹងដោះស្រាយលំហាត់ដោយប្រើ simulation នេះគឺគេឲ្យមកអីហើយអ្នកគ្រូដាក់លំហាត់ទៅជាប្រភេទ molecule អីយើងជ្រើសរើសទៅតាមនឹងទៅចាអញ្ចឹងនៅក្នុងផ្នែកនេះគឺមានតែប៉ុណ្្នឹងទេគឺយើងអាចបង្កើត molecule ទៅតាមអាតូមដែលគេឲ្យដល់ផ្នែកទី2នេះគឺយើងបង្កើត molecule គេឲ្យ molecule គេឲ្យតែអាតូមទៀតយើងអាចជ្រើសរើស molecule បានទេចាផ្នែកទី1ក៏អញ្ចឹងដែរគេឲ្យ molecule ហើយគេឲ្យយើងរើសអាតូមទៅបង្កើតបើយើងរើសត្រឹមត្រូវយើងបង្កើតអស់ចឹងយើងត្រូវបើយើងរើសអត់ត្រឹមត្រូវទេវាពេលយើងបង្កើតទៅនៅសល់អាតូមតែអត់គ្រប់ molecule ដែលកើតមកចាអញ្ចឹងបងប្អូនសាកធ្វើទាំងអស់គ្នាណាហើយឆ្ងល់អីចាំសួរគ្រូតាមក្រោយ